Rương chi tá thả đồ nâng chi tá rúa nơi lơ chẳng kẹp nụ muốiនៃប្រទេសជប៉ុននៅជុំវិញផ្ទះតាមល្បាក់ភ្នំមានស្រែរបស់អ្នកស្រុកជាច្រើនរសៀលថ្ងៃមួយមានហេតុការណ៍មួយកើតឡើងគួរឲ្យតក់ស្លុតដំបូងគេឃើញជីតាថាដូឈរសម្លឹងទៅសមុទ្រហើយស្រាប់តែមានទឹកមុខស្លេកស្លាំងភ្លាមនោះគាត់ស្រែកយ៉ាងភ្លាត់សំឡេងទៅកាន់ថាដូចៅឯងរត់ឲ្យលឿនទៅយកមែកឈើដែលកំពុងឆេះនោះមកឲ្យតាឆាប់ឡើងឮដូច្នោះថាដូក៏ប្រញាប់ប្រញាល់រត់សំដៅភ្នក់ភ្លើងហើយចាប់កន្ទុយអុសដែលកំពុងឆេះក្រហមច្រាលមកឲ្យជីតាភ្លាមនោះគាត់បានដុតស្រូវក្នុងស្រែឆេះយ៉ាងសន្ធោសន្ធៅថាដូឆ្ងល់នឹងទង្វើរបស់ជីតាយ៉ាងខ្លាំងវាយំនឹងសួរបញ្ជាក់លោកតាកំពុងដុតស្រូវហើយណាជីតាគ្រាន់តែងក់ក្បាលតែគាត់មិនបានចាប់អារម្មណ៍នឹងសម្ដីថាដូឡើយគាត់ថែមទាំងប្រើថាដូឲ្យដុតស្រូវបន្ថែមទៀតគ្រានោះវាលស្រែដែលមានស្រូវពណ៌ក្រហមដូចកម្រាលព្រំប្រែជាមានពណ៌ខ្មៅក្របដណ្ដប់ដោយផ្សែងខ្មៅខ្មួលខ្មាញ់អណ្ដែតទៅលើអាកាសទិដ្ឋភាពនេះធ្វើឲ្យអ្នកភូមិនាំគ្នារត់ឡើងមកលើភ្នំដើម្បីពន្លត់ភ្លើងគ្រាន់តែឡើងមកដល់ស្រែភ្លាមបុរសម្នាក់បានសួរទាំងកំហឹងទៅកាន់លោកតារបស់ថាដូហេតុអ្វីបានជាមានរឿងនេះកើតឡើងប្រាប់មកលោកតាបានឆ្លើយខ្ញុំជាអ្នកដុតបុរសនោះសួរបន្តហេតុអ្វីលោកតាបានចង្អុលទៅសមុទ្រអ្នកស្រុកមើលតាមដៃគាត់ឃើញរលកដ៏ធំសម្បើមមួយកំពុងបោះពួយយ៉ាងលឿនស្លេវសំដៅមករកភូមិអ្នកស្រុកពួកគេឈរត្រឹងគ្មានកម្រើកឬនិយាយស្ដីអ្វីឡើយទឹកបានរត់រំលងភូមិនោះបោកផ្ទប់ចង្កេះភ្នំលាន់យ៉ាងខ្លាំងប្រជាជនមានទឹកមុខតក់ស្លុតនិងព្រួយកង្វល់ព្រោះឃើញភូមិរបស់ខ្លួនទាំងមូលនៅក្រោមផ្ទៃទឹកទីបំផុតទើបពួកគេយល់ពីមូលហេតុដែលនាំឲ្យលោកតាសម្រេចចិត្តដុតស្រូវ